អូខេតោះថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកគ្នាអំពីការ rotoscope នៅក្នុង After Effects អញ្ចឹងបើសិនជាយើងបិទភ្នែកជាមួយនឹង rotoscope របស់យើងនេះយើងឃើញជាមួយនឹង asset របស់យើងនេះដែលយើងបាន track ជាមួយនឹង 3D space របស់យើងហើយជាមួយនឹង 3D camera ហ្នឹងប៉ុន្តែឥឡូវហ្នឹង asset របស់យើងវាជា foreground អញ្ចឹងវាបាំងជាមួយនឹង background តួរបស់យើងនេះអញ្ចឹងកន្លែងនេះយើងត្រូវ duplicate footage របស់យើងមួយទៀតហើយយើងធ្វើ rotoscope បែបនេះតោះនេះយើងមើល before after តោះអញ្ចឹងយើងចូលទៅធ្វើ rotoscope ទាំងអស់គ្នាចុះឥឡូវខ្ញុំលុបអា footage ដែល rotoscope ហើយចោលមកចឹងអ្វីដែលយើងត្រូវធ្វើយើង duplicate នៅលើអា footage ដើមរបស់យើងមួយមក Control D ហើយយើងទាញវាទៅលើមកចឹងនៅពេលដែលយើងទាញវាមកលើវាបាំងជាមួយនឹង asset របស់យើងនេះតោះណាចឹងកន្លែងហ្នឹងយើងចាប់ផ្ដើមធ្វើការ rotoscope នៅលើតួរបស់យើងមកចឹងខ្ញុំ start ចាប់ពីធំនេះហើយយើងចូលមក toolbar របស់យើងប្រើ tool មួយដែលមានឈ្មោះថា quick selection នេះចុចលើហ្នឹងមកអញ្ចឹងដើម្បីយើង rotoscope បានយើងធ្វើការ double click នៅលើ footage របស់យើងហ្នឹងមកបន្តមកទៀតដោយសារវាជាប់ជាមួយនឹងអា 3D camera ដែលយើង copy ចេញពីអា footage ដើមនេះអញ្ចឹងយើងធ្វើការលុបវាចោលមកអញ្ចឹងដើម្បី rotoscope អ្នកនេះគ្រាន់តែអូស brush របស់យើងជុំវិញ subject របស់យើងមកនេះឲ្យចេញពណ៌ green អញ្ចឹងមកអញ្ចឹងយើងឃើញថាអាខ្សែ X របស់យើងវាអត់ទាន់ fit ជាមួយនឹង subject របស់យើងទេអញ្ចឹងអ្វីអ្នកនេះត្រូវធ្វើអ្នកនេះចុច Alt មកដើម្បីយើងដកខ្សែហ្នឹងវិញចុច Alt ឲ្យជាប់មកវាចេញពណ៌ក្រហមបែបនេះអញ្ចឹងយើងធ្វើការអូសវាឲ្យជុំវិញ subject របស់យើងចេះមកអញ្ចឹងបើវាហៀចូលខ្លាំងពេកយើងចុចម៉ៅឆ្វេងដើម្បីបូកវាទៅវិញអូខេអញ្ចឹងអ្នកនេះចុច Alt មកដើម្បីយើងដកស្រែវាទៅតាមហ្នឹងអញ្ចឹងណាហើយបើគ្នាចង់ធ្វើការប្រិចព្រមទៅលើ brush របស់យើងចុច Control ឲ្យជាប់អ្នកនេះធ្វើការទាញមកនេះស្លាញ់ធំប៉ុណ្ណាយើងយកប៉ុណ្ណឹងមកតែអ្នកនេះយកឲ្យទូចមកដើម្បីយើងងាយស្រួលធ្វើអញ្ចឹងបន្ទាប់ពីអ្នកគ្នាធ្វើការគូវាហើយយើងធ្វើការ play វាមើលតិចមកចង់ដឹងថាវាចាប់បានស្អាតអត់ណាអូខេអញ្ចឹងយើងឃើញថាវាចាប់បានស្អាតហើយអញ្ចឹងក្នុងករណីដែលវា rotoscope ទៅនៅរៀងស្ទើរអីអ្នកគ្នាធ្វើការសេរីបន្ថែមមកអញ្ចឹងបន្ទាប់ពីយើងហើយអស់ហើយអ្នកគ្នាចុចកន្លែងពាក្យ freeze នេះមួយមកអូខេអញ្ចឹងអ្នកគ្នាអាចមើលជាមួយនឹង alpha matte របស់វាបាននេះចុចកន្លែងនេះមួយមកអញ្ចឹងអ្នកគ្នាអាចធ្វើការ play មកនេះឃើញទេតោះអញ្ចឹងយើងចូលទៅ composition របស់យើងវិញចុចកន្លែងនេះមកអញ្ចឹងបន្ទាប់ពីយើង rotoscope ហើយគឺយើងទទួលបានលទ្ធផលបែបនេះហើយបាទណាយើងមើល before after អញ្ចឹងក្នុងករណីដែលវាអត់ទាន់ស្អាតអីអ្នកគ្នាចូលមកសេរីកន្លែងនេះបន្ថែមណាកន្លែង object matte របស់វាអូខេតោះអញ្ចឹងវីដេអូរបស់យើងថ្ងៃនេះមានប៉ុណ្ណឹងបាទអ្នកគ្នាមានចង្អល់អីផ្សេងៗអាច comment នៅវីដេអូខាងក្រោមហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ